Ngày nay mà bà hai người tỏគ្នាពីរបៀបបំពេញ e-arrival card ចូលប្រទេសម៉ាឡេស៊ីនិយាយទៅ arrival card ហ្នឹងគឺរបៀបថាបងនិយាយឲ្យចំទៅគឺការបំពេញព័ត៌មានផ្ទាល់ខ្លួនយើងហើយនឹងព័ត៌មានពីការធ្វើដំណើររបស់យើងហេតុអីបើយើងចូលប្រទេសហ្នឹងយើងចូលថ្ងៃណាយើងចេញថ្ងៃណាអីចឹងណាហើយបញ្ជាក់អ្នកតគ្នាសម្រាប់ការបំពេញ e-arrival card ចូលប្រទេសម៉ាឡេស៊ីហ្នឹងគឺគេអត់មានតម្រូវឲ្យយើងបង់លុយអីទេអញ្ចឹងបើអ្នកនរគ្នាចូល website ហ្នឹងគឺគេទាបង់លុយអីហ្នឹងគឺ website បោកប្រាស់ដោយសារឃើញ website បោកប្រាស់ច្រើនមែនតើអញ្ចឹងដើម្បីសុវត្ថិភាពខ្ញុំ recommend អ្នកនរគ្នា download app official គេហ្មងទៅគឺងាយស្រួលបំពេញណានិយាយទៅ download app ហ្នឹងគឺដឹងតែអត់មានបោកប្រាស់គ្នាកើតទេអញ្ចឹងអ្នកនរគ្នាអាច download app ដែលខ្ញុំដាក់នៅលើ screen នេះបានណាមានទាំង iOS ហើយនិង Android ហើយសម្រាប់ការបំពេញហ្នឹងគឺយើងអាចបំពេញយ៉ាងលឿនបំផុតមុន3ថ្ងៃមុនថ្ងៃយើងទៅដល់ប្រទេសម៉ាឡេស៊ីអញ្ចឹងបើយើងបំពេញមុននឹងទៀតក៏អត់ជាប់ដែរនិយាយទៅគឺបំពេញអត់បានហ្មងអញ្ចឹងណានិយាយទៅគឺអាចតែយ៉ាងលឿនបំផុតមុន3ថ្ងៃអញ្ចឹងមុន2ថ្ងៃក៏បានមុន1ថ្ងៃក៏បានដែរទៅដល់ហ្នឹងយើងពេញហ្មងក៏បានដែរឥឡូវយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាអញ្ចឹងយើង download app ហ្នឹងហើយ install អីហើយគឺយើងចូលទៅក្នុង app ហ្នឹងទៅហើយអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងនេះអញ្ចឹងយើងអូសចូលក្រុមតិចមកដើម្បីបំពេញ e-arrival card អ្នកទាំងអស់គ្នាអាច click ពណ៌ Q នេះគឺយើងនឹងអាចចូលទៅកន្លែងបំពេញបានហើយសម្រាប់ព័ត៌មានដែលអ្នកទាំងអស់គ្នាត្រូវបំពេញនោះគឺតាក់ទងជាមួយនឹងខ្លួនយើងហើយនឹងការធ្វើដំណើររបស់យើងអញ្ចឹងខ្ញុំ recommend អ្នកទាំងអស់គ្នាមានលិខិតឆ្លងដែននៅជិតខ្លួនទៅយើងត្រូវបំពេញឲ្យដូចព័ត៌មាននៅក្នុងលិខិតឆ្លងដែនយើងទាំងឈ្មោះទាំងលេខលិខិតឆ្លងដែនថ្ងៃខែឆ្នាំកំណើតអីហ្នឹងណាចឹងនៅពេលបំពេញហ្នឹងចំណុចដែលអ្នកនរគ្នាត្រូវប្រយ័ត្នគឺសម្រាប់ email address យើងដាក់ email ឲ្យបានធំធៅហើយដាក់ email ដែលយើងប្រើការបានអញ្ចឹងណាដោយសារនៅពេលដែលយើងបំពេញហើយគេនឹងផ្ញើ passcode ចូលទៅ email របស់យើងហ្នឹងហើយបន្ទាប់ពី email ហ្នឹងគឺយើងត្រូវពេញលេខទូរស័ព្ទចឹងយើងដាក់លេខទូរស័ព្ទយើងមកហើយបន្ទាប់មកគឺយើងត្រូវពេញតាក់ទងជាមួយនឹងព័ត៌មានជាមួយនឹងការធ្វើដំណើររបស់យើងអញ្ចឹងគេសួរទៅដល់ថ្ងៃណាអញ្ចឹងយើងដាក់ថ្ងៃហ្នឹងមកហើយមកវិញថ្ងៃណាគឺយើងដាក់ថ្ងៃហ្នឹងដូចគ្នាហើយសម្រាប់មកក្រុមទៀតគឺតាក់ទងជាមួយនឹងលេខជើងហោះហើរអញ្ចឹងបើអ្នកទាំងគ្នាទៅតាមផ្លូវអាកាសអញ្ចឹងអ្នកទាំងគ្នាអាច check មើលទៅថា flight របស់យើងលេខប្រហែលអញ្ចឹងយើងអាចដាក់តាមហ្នឹងមកណាចំណុចបន្ទាប់ទៀតគឺគេសួរថាយើងមកជួបបាយមកតាមខាងណាអញ្ចឹងណាអញ្ចឹងយើងតាមផ្លូវអាកាសយើងដាក់ផ្លូវអាកាសអញ្ចឹងទៅរឿងតាមផ្លូវគោកយើងដាក់ផ្លូវគោកអញ្ចឹងណាចំណុចបន្ទាប់ទៀតគឺគេសួរពីទីតាំងដែលយើងធ្វើដំណើរចេញមកមុននឹងមកដល់ម៉ាឡេអញ្ចឹងឧទាហរណ៍អ្នកទាំងគ្នាហោះពីខ្មែរទៅចឹងអ្នកទាំងគ្នាអាចដាក់ Cambodia ចឹងទៅបើអ្នកទាំងគ្នាហោះពីសិង្ហបុរីទៅយើងអាចដាក់សិង្ហបុរីចឹងទៅចំណុចបន្ទាប់ទៀតគឺតាក់ទងជាមួយនឹងការស្នាក់នៅចឹងអ្នកទាំងគ្នាអាចរើសយើងស្នាក់នៅអូតែលឬក៏ទស្សនៈចឹងយើងរើសអូតែលទស្សនៈមកឬក៏នៅផ្ទះបងប្អូនចឹងយើងអាចដាក់ផ្ទះបងប្អូនទៅចំណុចបន្ទាប់គឺអាសយដ្ឋាននៅម៉ាឡេអញ្ចឹងអ្នកទាំងគ្នាអាចដាក់ឈ្មោះអូតែលឬក៏ផ្ទះសំណាក់ដែលយើងស្នាក់នៅទៅបើអ្នកទាំងគ្នានៅអូតែលឬផ្ទះសំណាក់ឬក៏បើអ្នកទាំងគ្នានៅផ្ទះបងប្អូនអីអាចដាក់ជា address នៅណាអញ្ចឹងណាហើយបន្ទាប់មកទៀតគឺយើងត្រូវរើសថាកន្លែងស្នាក់នៅរបស់យើងហ្នឹងនៅ state ណាអញ្ចឹងអ្នកទាំងគ្នាអាចផ្ទៀងតាមជាមួយនឹង confirmation កន្លែងស្នាក់នៅរបស់អ្នកទាំងគ្នាទៅឬក៏អាច search Google អញ្ចឹងណានៅណា passcode អីហ្នឹងគឺមានទាំងអស់អ្នកទាំងគ្នាហើយបន្ទាប់មក complete tick អាកន្លែង I'm not a robot ហ្នឹងទៅពេលខ្លះវា load ចេញឲ្យចុចអីដើម្បីបញ្ជាក់ថាយើងមិនមែន robot ហ្នឹងអញ្ចឹងយើងចុចតាមគេហ្នឹងទៅហើយបន្ទាប់មកចុចពាក្យ submit ទៅគឺគេនឹងឲ្យ result មកយើងហើយនៅពេលដែល load មកចេញផ្ទាំងមកពណ៌បៃតងនេះគឺមានន័យថាយើងបំពេញបានជោគជ័យហើយគេនឹងផ្ញើ email ដែលមាន passcode arrival card ហ្នឹងចូលទៅ email យើងអញ្ចឹងណាហើយបន្ទាប់មកអ្នកទាំងគ្នាអាច check ចូលមើលក្នុង email របស់យើងនឹងទទួលបាន email របស់គេហើយអ្នកទាំងគ្នាអាចអូសមើលមកគឺនៅខាងក្រោមគេឲ្យ pin យើងអញ្ចឹងសម្រាប់ pin ហ្នឹងអ្នកទាំងគ្នាអាច copy វាដើម្បីចូលទៅបំពេញនៅក្នុង app ដែលយើងប្រើមុនហ្នឹងណាដើម្បីទទួលយក PDF ដើម្បីបើអ្នកទាំងគ្នាចង់ print វាចេញមកដើម្បីឲ្យខាងអ្នកវាយ passport គេស្រួលមើលអញ្ចឹងណាយើងចូលមកកន្លែងតារាប៉ុន្តែយើងចូលមកកន្លែង check registration វិញយើងវាយជាមួយនឹងលេខ passport យើងហើយនឹងជនជាតិហើយយើងយកអាលេខ pin មិញយកមកដាក់នៅអាកន្លែង pin គេហ្នឹងគឺឲ្យយើងចុច submit ទៅតែ complete ចុចអាកន្លែង I'm not a robot ហ្នឹងគឺបានជាមួយនឹង PDF ហើយយើងអូសមកខាងក្រោមណាហើយត្រូវអូសវាទៅគៀនខាងស្ដាំមកបាន PDF ហ្នឹងចុចយើងអាច click លើ PDF ហ្នឹងទៅអ្នកទាំងអស់គ្នាអាច share វាទៅក្នុង Telegram ដើម្បីយកទៅ print ចេញមកខាងក្រៅឬក៏ save ទុកក្នុងទូរស័ព្ទនៅពេលទៅដល់ហ្នឹងយើងបង្ហាញទូរស័ព្ទក៏បានឬក៏ឲ្យងាយស្រួលហ្មងគឺយើងអាច print ចេញទៅងាយស្រួលអញ្ចឹងណា
ចង់សម្រាប់ការបំពេញ e-arrival card ទៅប្រទេសម៉ាឡេស៊ីមានតែប៉ុណ្ណឹងឯអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាអាច save ទុកក្នុងទូរស័ព្ទឬក៏អាចព្រីនចេញមកខាងក្រៅកាន់តែល្អចឹងទៅហើយមួយទៀតអ្នកទាំងអស់គ្នាអាចត្រៀមជាមួយនឹងតាក់ទងជាមួយនឹង confirmation ទីតាំងកន្លែងយើងស្នាក់នៅហើយក៏ដូចជាតាក់ទងជាមួយនឹងជើងយន្តហោះយើងត្រឡប់មកវិញចឹងណាដោយសារពេលខ្លះមន្ត្រីគេអាចសួរតាក់ទងមួយនឹងដែរចុះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអាចជួយអ្នកទាំងអស់គ្នាបានខ្លះហើយបើអ្នកទាំងអស់គ្នាត្រៀមទៅម៉ាឡេជូនពរដល់លេងសប្បាយមានសុវត្ថិភាព